ទឹកដីខ្មែរយើងមកវិញបងប្អូនខ្ញុំដឹងថាពួកគាត់ភ័យច្រើនគឺសុទ្ធតែជាមនុស្សចាស់ដែលជឿទៅលើរឿងបែបអញ្ចឹងពួកគាត់ជឿថាខ្មែរនឹងយកដីបានមកវិញដោយសារតែមានសត្វពស់វាបានអឹតក្បាលចេញពីទីខ្ពស់ដើម្បីផ្ដល់ជាសញ្ញាសម្រាប់ខ្ញុំមិនជឿទៅលើរឿងបែបអញ្ចឹងនោះទេហើយខ្ញុំក៏ជឿថាមានបងប្អូនខ្មែរជាច្រើនទៀតក៏មិនជឿដែរប៉ុន្តែបើសិនជាមានបងប្អូនណាជឿនោះក៏មិនអីដែរសម្រាប់ខ្ញុំប្រសិនបើយើងយកដីបានមកវិញនោះគឺវាចេញដោយការខិតខំប្រឹងប្រែងរបស់យើងមិនដោយសារតែសត្វពស់វាចេញក្បាលមកពីទីខ្ពស់អ្វីទេពេលខ្ញុំគិតដល់សង្គមខ្មែរខ្ញុំគិតថានៅតែមានប្រជាជនជាង 50% នៅតែរស់នៅតាមបែបសិក្សាចម្ការអង្គការសហប្រជាជាតិបាននិយាយថាជាមជ្ឈមប្រជាជនកម្ពុជារៀបបានត្រឹមថ្នាក់ទី5ទេប្រជារាស្ត្រជាច្រើនមិនទាន់ជាអក្សរមិនទទួលបានការអប់រំខ្ពស់នៅឡើយទេខ្ញុំមិនបន្តបងប្អូនខ្មែរណាដែលមិនបានរៀនសូត្រចាប់ចុងចាប់ដើមនោះទេព្រោះតែសង្គមធ្វើឲ្យជីវិតលំបាកពេកដូច្នេះត្រូវតែបង្ខំចិត្តចេញទៅរកលុយតាំងតែពីកុមារដើម្បីជួយចិញ្ចឹមគ្រួសារប្រទេសកម្ពុជាចាប់ផ្ដើមមានសាលារៀនសាជាថ្មីគឺដោយសារតែក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ1991ដែលសមាគមអន្តរជាតិបានផ្ដល់លុយមកឲ្យកម្ពុជាជិត $1000 លានក្នុងមួយឆ្នាំហើយគេឲ្យចង់20ឆ្នាំដើម្បីជួយឲ្យកម្ពុជាបានកសាងប្រទេសឡើងមកវិញលុយទាំងអស់នេះគឺគេឲ្យដោយឥតគិតថ្លៃនោះទេគ្មានសល់មកវិញអ្វីទេហើយលុយទាំងអស់ហ្នឹងចង់ 70% គឺសហរដ្ឋអាមេរិកជាអ្នកឲ្យមកកម្ពុជាយើង $20,000 នេះវាស្មើនឹងចំនួនមាស200តោននេះសហរដ្ឋអាមេរិកគេឲ្យលុយមកយើងដើម្បីជួយសាងសង់ប្រទេសសាងសង់សាលារៀនឲ្យខ្មែរខំរៀនវាជាការពិតការកសាងប្រទេសឡើងមកវិញក្រោយសង្គ្រាមវាមិនងាយស្រួលនោះទេវាពិតជាពិបាកប៉ុន្តែវានៅតែអាចទៅរួចមនុស្សជំនាន់ចាស់អាចជឿទៅលើរឿងចម្លែកបានប៉ុន្តែខ្ញុំសង្ឃឹមថាមនុស្សជំនាន់ថ្មីកុំជឿទៅលើរឿងអញ្ចឹងច្រើនពេកអីដើម្បីឲ្យកម្ពុជាមានការអភិវឌ្ឍបន្ថែមទៀតលោកខ្មែរត្រូវតែជឿជាក់ទៅលើការគិតតាមបែបវិទ្យាសាស្ត្រច្រើនជាងលទ្ធផលរបស់ប្រទេសកម្ពុជាវាបែបណាគឺវាអាស្រ័យទៅលើសកម្មភាពរបស់ជនជាតិខ្មែរម្នាក់មិនមែនវេទមន្តអ្វីទេអនាគតរបស់ប្រទេសកម្ពុជាគឺវាអាស្រ័យទៅលើមនុស្សជំនាន់ថ្មីជ្រើសរើសធ្វើការសម្រេចចិត្តដោយសមហេតុសមផលដែលមិនមែនជាការដេកសម័យឬបងប្រាថ្នានោះទេយើងត្រូវតែយល់អំពីសេដ្ឋកិច្ចនិងវិទ្យាសាស្ត្ររហូតមកដល់ពេលនេះគ្មាននរណាម្នាក់អាចផ្អាកច្បាប់នឹងវិទ្យាបានឡើយគ្រាន់តែមើលទៅលើសម័យឥឡូវទៅមានកាមេរ៉ាចង់ 2000 លានគ្រឿងនៅជុំវិញពិភពលោកក៏គ្មាននរណាម្នាក់សោះបានថតចាប់អ្វីដែលមានសិលវេទមន្តឡើយទោះបីជាមាន 1000 លានកាមេរ៉ាមកទៀតឬ 1000 ឆ្នាំមកទៀតក៏វាគ្មានថ្ងៃថតចាប់ដែរព្រោះតែវាគ្មានលើពីនេះទៀតយើងត្រូវតែរៀនយល់អំពីហិរញ្ញវត្ថុភូមិសាស្ត្រនយោបាយបច្ចេកវិទ្យាក្នុងពេលអនាគតអ្វីទាំងនេះហើយទើបជួយយើងបានឈានទៅមុខបានរីកចម្រើនពិតប្រាកដ